ជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលនិយមស្នេហាវិស័យកីឡាប្រដាល់គុណខ្មែរអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងនិយាយតាក់ទងជាមួយនឹងកីឡាករសុកធីណាអញ្ចឹងយើងដឹងហើយថាមួយរយៈក្រោយនេះសុកធីគឺគាត់ជួបបញ្ហាអ្វីខ្លះយើងអត់ដឹងថាគាត់មានបញ្ហាអីទេទើបគាត់ធ្វើបែបហ្នឹងណាយើងអត់ដឹងទេអញ្ចឹងដូចពាក្យគេថាជាគៀងផ្ទះអ្នកណាផ្ទះអ្នកនឹងភ្លឺយើងអត់ដឹងថាគាត់ជួបបញ្ហាអីខ្លះគាត់ខ្វះខាតអីខ្លះគឺយើងអត់ដឹងទេណាប៉ុន្តែខ្ញុំគិតថាមិនគួរណាគាត់ខ្វះខាតទេដោយសារតែការប្រកួតឥឡូវដូចជាសុកធីសមត្ថភាពរបស់គាត់គឺពេញកើបលុយគាត់ឈ្នះទាល់តែចង់និយាយថានៅគីឡូរបស់គាត់គឺគាត់ឈ្នះសឹងតែទាំងអស់ហើយសូម្បីតែពេជ្រសម្បត្តិក៏ចាញ់គាត់ដែរណាអញ្ចឹងក្រោយពីគាត់បានឈ្នះពេជ្រសម្បត្តិខ្ញុំគិតថាcredit គាត់គឺអាចឡើងខ្ពស់ជាងនឹងទៀតប៉ុន្តែអ្វីដែលផ្ទុយស្រឡះបែរជាអត់មានចង់និយាយថាគាត់បែរជាដើរផ្លូវខុសណាគាត់អត់យកសមត្ថភាពរបស់គាត់មកដើរផ្លូវត្រូវទេគាត់បែរជាទៅធ្វើផ្លូវខុសទៅវិញអញ្ចឹងចំពោះរឿងរបស់គាត់គឺយើងអត់ចង់ដេញដោលច្រើនទេអញ្ចឹងតាក់ទងជាមួយនឹងរឿងនេះដែរម្ចាស់សង្វៀនហងមាសលោកគ្រីពីឡុតគឺគាត់បានមកនិយាយចំតាក់ទងជាមួយនឹងសុកធីអញ្ចឹងបើសិនជារយៈពេល3ខែសុកធីគឺគាត់មិនទាន់បានចេញមកវិញទេខាងក្រុមសង្វៀនហងមាសទូហងមាសគឺនឹងដកហូតខ្សែក្រវ៉ាត់ Extreme របស់គាត់តែម្ដងណាអញ្ចឹងរយៈពេល3ខែបើសិនជាសុកធីគាត់អត់ទាន់ចេញមកវិញទេខាងហងមាសគឺនឹងដកខ្សែក្រវ៉ាត់ហើយដកខ្សែក្រវ៉ាត់ដើម្បីដាក់ឲ្យអ្នកផ្សេងដើម្បីប្រកួតដណ្ដើមយកណាអញ្ចឹងវាជាការសោកស្ដាយមួយសម្រាប់សុកធីដែរហើយក៏ជាការអបអរសាទរសម្រាប់អ្នកដែលគាត់មានសមត្ថភាពក្រោយទៀតណាអញ្ចឹងសង្ឃឹមថាសុកធីគាត់ចេញមកវិញគឺគាត់អាចកសាងខ្លួនឡើងវិញដើម្បីស្វែងរកអនាគតឡើងវិញណាខ្ញុំនៅតែគាំទ្រគាត់តាមពិតទៅខ្ញុំស្រឡាញ់កីឡាករសុកធីកីឡាគាត់វាយល្អគាត់ឆ្លាតប៉ុន្តែយើងមិនអាចជួយអ្វីគាត់បានទេណាដោយសារតែគាត់គឺជាអ្នកជ្រើសរើសផ្លូវដោយខ្លួនឯងអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេគឺតាក់ទងជាមួយនឹងកីឡាករសុកធីដែលលោកគ្រីពីឡុតគឺគាត់បានបញ្ចេញមតិបែបហ្នឹងអញ្ចឹងក្នុងវីដេអូនេះគឺមានត្រឹមតែប៉ុណ្្នឹងបើសិនជាមានកំហុសខុសឆ្គងកន្លែងណាសូមបងប្អូនទាំងអស់គ្នាខន្តីអភ័យទោសផងជាចុងក្រោយកុំភ្លេចជួយចុច Subscribe Channel YouTube ខ្ញុំម្នាក់មួយផងដើម្បីបានវីដេអូផ្សេងទៀតអរគុណជូនពរឲ្យបងប្អូនទាំងអស់គ្នាមានសុខភាពល្អសុខសុវត្ថិភាពគ្រប់ទីកន្លែងជម្រាបលាបាយ